ចាប់ពីក្បាលដល់ចុងជើងរបស់ទាហានថៃតើពួកគេប្រើប្រាស់អ្វីខ្លះតោះទស្សនាទាំងអស់គ្នានឹងបានដឹងពីរឿងរ៉ាវមួយនេះគឺនិយាយអំពីទាំងតួខ្លួននៃទាហានរបស់ថៃនៃសម្ភារៈដែលពួកគេប្រើប្រាស់តើវាទំនើបនិងពិសេសដល់កម្រិតណាចាប់ផ្ដើមដំបូងជាមួយនឹងមួកសុវត្ថិភាពទាហានថៃពាក់មួកសុវត្ថិភាពដែលផលិតចេញពីវត្ថុធាតុដូចជា Kevlar ឬផលិតពី plastic រឹងផ្សេងៗទៀតមួកសុវត្ថិភាពទាំងអស់នេះការពារក្បាលពីគ្រាប់កាំភ្លើងបំណែកនៃគ្រាប់បែកនិងការប៉ះទង្គិចខ្លាំងនៅក្នុងមួកសុវត្ថិភាពគឺមានបន្ទះទន់ដើម្បីកាត់បន្ថយនៅការឆក់ហើយនឹងខ្សែនៅក្រោមចង្កាគឺដើម្បីរក្សាមួកសុវត្ថិភាពឲ្យនៅជាប់នឹងក្បាលហើយគ្រឿងពិសេសច្រើនតែបន្ថែមជើងសម្រាប់វ៉ែនតាសម្រាប់មើលនៅពេលយប់ភ្លើងតូចៗឬក៏កាមេរ៉ាបន្ទាប់ការការពារភ្នែកនិងមុខទាហានថៃពាក់វ៉ែនតាការពារភ្នែកពីធូលីពន្លឺព្រះអាទិត្យនិងបំណែកគ្រាប់បែកកញ្ចក់ទាំងអស់នោះផលិតចេញមកពី plastic ដ៏រឹងមាំហើយជារឿយៗគឺមានថ្នាំកូតដើម្បីការពារការចោះអាប់និងទប់ស្កាត់ពន្លឺ UV rays ទាហានខ្លះគឺពាក់ក្រមាឬក៏របាំងមុខដែលហៅថា shemak ឬ balaclavas ដើម្បីការពារពន្លឺព្រះអាទិត្យសត្វល្អិតនិងជួយលាក់មុខរបស់ពួកគេការលាបមុខរបស់ពួកគេក៏ត្រូវបានប្រើប្រាស់សម្រាប់ការក្លែងបន្លំកំឡុងពេលបេសកកម្មដូចគ្នាដែរបន្ទាប់ឧបករណ៍ទំនាក់ទំនងទាហានថៃខ្លះប្រើកាសជាមួយ microphone ភ្ជាប់ទៅនឹងវិទ្យុទាំងអស់នេះអនុញ្ញាតឲ្យពួកគេនិយាយគ្នាបានទៅវិញទៅមកយ៉ាងច្បាស់សូម្បីតែនៅសមរភូមិក៏ដោយការរបស់ពួកគេក៏ការពារត្រចៀករបស់ពួកគេពីការបាញ់កាំភ្លើងដូចគ្នាដែរជាធម្មតាមានតែអ្នកដឹកនាំក្រុមឬក្រុមយានជំនិះប៉ុណ្ណោះដែលប្រើប្រាស់ឧបករណ៍ទាំងអស់នេះហើយកងកម្លាំងពិសេសគឺប្រើវាញឹកញាប់ជាងឯកសណ្ឋានរបស់ពួកគេត្រូវបានផលិតចេញពីក្រណាត់ស្រាលនិងរឹងមាំដែលវាអាចស្ងួតយ៉ាងឆាប់រហ័សនិងដំណើរការបានយ៉ាងល្អនៅក្រោមអាកាសធាតុក្តៅរបស់ប្រទេសថៃវាត្រូវបានគេរចនាឡើងគឺដើម្បីធន់ប្រើប្រាស់បានយូរហើយដើម្បីពង្រឹងតំបន់ដូចជាកែងដៃនិងជង្គង់របស់ពួកគេពណ៌នៃអាវរបស់ពួកគេគឺជួយបិទបាំងគេពីសត្រូវដោយរួមបញ្ចូលគ្នាជាមួយពណ៌នៅក្នុងព្រៃដូចគ្នាដែលធ្វើឲ្យសត្រូវគឺពិបាកក្នុងការមើលឃើញពួកគេអាវរបស់ពួកគេគឺមានឈ្មោះរបស់ពួកគេនិងទង់ជាតិនិងហោប៉ៅសម្រាប់ដាក់ឧបករណ៍ឬក៏បេកនៅអាកាសធាតុត្រជាក់ឬក៏ភ្លៀងធ្លាក់ពួកគេពាក់អាវស្ដើងលើឯកសណ្ឋានរបស់ពួកគេបន្ទាប់គឺជាអាវក្រោះវាគឺជាអាវមួយយ៉ាងសម្រាប់ការការពារពីគ្រាប់កាំភ្លើងវាមានបន្ទះរឹងនៅខាងក្នុងនិងការពារទ្រូងនិងខ្នងរបស់ពួកគេពីគ្រាប់កាំភ្លើងនិងមានរង្វិលជុំតូចៗជាច្រើនសម្រាប់ភ្ជាប់ថង់ទាហានអាចភ្ជាប់នឹងឧបករណ៍សង្គ្រោះបឋមរបស់ពួកគេនិងឧបករណ៍ផ្សេងៗទៀតនៅលើវាបានផងដែរវាត្រូវបានគេរចនាឡើងគឺដើម្បីឲ្យមានភាពត្រជាក់ជាងមុននិងមានផាសុកភាពនៅក្នុងការស្ថិតក្តៅរបស់ប្រទេសថៃបន្ទាប់គឺជាឧបករណ៍ផ្ទុកបន្ទុកទាហានថៃប្រើខ្សែក្រវ៉ាត់អាវកាក់និងកាបូបដើម្បីកាន់ឧបករណ៍របស់ពួកគេទុកដាក់គ្រាប់កាំភ្លើងគ្រាប់បែកវិទ្យុនិងទឹកនិងកន្លែងដែលងាយពួកគេឆោងទៅដល់គោលដៅគឺដើម្បីឲ្យមានតុល្យភាពនៃទម្ងន់ដូច្នេះពួកគេអាចផ្លាស់ទីបានយ៉ាងឆាប់រហ័សនិងងាយស្រួលក្នុងកំឡុងពេលដើរល្បាតឬក៏ប្រយុទ្ធយូរបន្ទាប់ស្រោមដៃនិងការការពារដៃរបស់ពួកគេពាក់ស្រោមដៃដ៏ក្រាស់និងរឹងមាំដើម្បីការពារដៃរបស់ពួកគេពីការកាត់មុតភ្លើងឬក៏វត្ថុស្រួចស្រោមដៃនេះគឺជួយឲ្យពួកគេកាន់អាវុធកាន់តែបានល្អជាងមុននិងជាប់ជាងមុនទាហានខ្លះពាក់អាវដែលមានកែងដៃឬក៏អាវក្រោះបន្ថែមនៅលើដៃរបស់ពួកគេដើម្បីការពារពួកគេបន្ថែមទៀតបន្ទាប់ខោរបស់ពួកគេគឺត្រូវគ្នានឹងឯកសណ្ឋានរបស់ពួកគេនិងត្រូវបានគេផលិតចេញពីក្រណាត់រឹងនិងអាចបត់បែនបានពួកវាមានហោប៉ៅច្រើនសម្រាប់ទុកឧបករណ៍ឬក៏របស់ប្រើប្រាស់ផ្ទាល់ខ្លួនចង្គង់គឺត្រូវបានគេពង្រីកសាច់ក្រណាត់ដើម្បីការលូនវាឬក៏ការលុតជង្គង់ខោខ្លះមានចន្លោះទ្រនាប់ជង្គង់ដែលភ្ជាប់មកជាមួយសម្រាប់បេសកកម្មដែលត្រូវការការពារបន្ថែមបន្ទាប់បន្ទះជង្គង់និងឧបករណ៍ការពារផ្លូវទាហានថៃប្រើទ្រនាប់ជង្គង់នៅពេលដែលលូនវាឬលុតជង្គង់នៅដីរឹបដប់អ្នកខ្លះគឺប្រើស្រោមផ្លូវសម្រាប់ដាក់កាំភ្លើងខ្លីជាពិសេសគឺសម្រាប់អ្នកបើកបរទាំងអស់នេះគឺត្រូវបានបន្ថែមឬក៏ដកចេញអាស្រ័យទៅលើបេសកកម្មបន្ទាប់ស្បែកជើងកវែងទាហានថៃពាក់ស្បែកជើងព្រៃឬស្បែកជើងប្រយុទ្ធដែលផលិតសម្រាប់ការស្ថិតក្តៅនិងសើមស្បែកជើងកវែងមានភាពរឹងមាំនិងមានការក្តាប់ល្អនិងស្ងួតយ៉ាងឆាប់រហ័សពួកវាអាចការពារជើងនិងការពារពីការរអិលឬក៏របួសក្នុងកន្លែងដែលមានផុកស្បែកជើងខ្លះត្រូវបានគេនាំចូលពីប្រទេសក្រៅចំណែកឯស្បែកជើងខ្លះទៀតត្រូវបានគេផលិតឡើងក្នុងស្រុករបស់ប្រទេសថៃបន្ទាប់ first aid ឬក៏ឧបករណ៍ជំនួយវិទ្យាសាស្ត្របឋមទាហានគ្រប់រូបគឺត្រូវតែមានឧបករណ៍សង្គ្រោះបឋមតូចមួយនៅលើអាវរបស់ពួកគេឬខ្សែក្រវ៉ាត់របស់ពួកគេវារួមបញ្ចូលទាំងបង់រុំស្រោមដៃស្រោមជើងនិងសម្លៀកបំពាក់ពិសេសដើម្បីបញ្ឈប់ការហូរឈាមពីងាយស្រួលក្នុងការលូកយកដូច្នេះទាហានអាចព្យាបាលខ្លួនឯងឬអ្នកដទៃបានយ៉ាងឆាប់រហ័សបើពួកគេត្រូវរបួសបន្ទាប់គឺជាកាបូបស្ពាយនិងឧបករណ៍ផ្ទុកទឹកទាហានថៃកាន់កាបូបស្ពាយសម្រាប់ផ្ទុកទឹកអាហារគ្រាប់កាំភ្លើងនិងរបស់របរផ្សេងទៀតភាគច្រើនមានថង់ទឹកដែលមានបំពង់សម្រាប់ផឹកដូច្នេះពួកគេអាចផឹក
នៅពេលដែលពួកគេដើរកាបូបស្ពាយមានភាពរឹងមាំនិងមានហោប៉ៅជាច្រើនវាត្រូវបានគេរចនាឡើងដើម្បីឲ្យវាមានភាពស្រាលប៉ុន្តែក៏អាចផ្ទុកអ្វីៗបានគ្រប់យ៉ាងសម្រាប់ការត្រូវការក្នុងបេសកកម្មយូរបន្ទាប់គឺជាអាវុធរបស់ពួកគេទាហានម្នាក់កាន់កាំភ្លើងជាធម្មតាគឺប្រភេទ M16 Talwar ឬ HK អ្នកខ្លះកាន់កាំភ្លើងខ្លីឬកាំភ្លើងយន្តអាស្រ័យលើការងាររបស់ពួកគេអាវុធត្រូវបានជាប់នឹងខ្លួនដោយសុវត្ថិភាពដូច្នេះពួកគេអាចប្រើប្រាស់វាបានដោយឆាប់រហ័សបន្ទាប់អត្តសញ្ញាណនិងគ្រឿងបន្លាស់ឯកសណ្ឋានរបស់ពួកគេគឺបង្ហាញពីឈ្មោះប្រភេទឈាមឋានៈនិងទង់ជាតិថៃទាហានខ្លះពាក់នាឡិកាត្រីវិស័យឬក៏ពិលសម្រាប់ការរុករកនិងបេសកកម្មនៅពេលយប់បន្ទាប់គឺជាឧបករណ៍កងកម្លាំងពិសេសទាហានកងកម្លាំងពិសេសរបស់ប្រទេសថៃប្រើឧបករណ៍ធុនស្រាលជាងនិងទំនើបជាងមួកសុវត្ថិភាពរបស់ពួកគេមានវ៉ែនតាសម្រាប់មើលនៅពេលយប់ហើយពួកគេក៏មានវិទ្យុឧបករណ៍ GPS និងគ្រឿងសឹកអាវុធធុនស្រាលសម្រាប់ចលនាលឿនជាងមុនពួកគេប្រើប្រាស់កាមេរ៉ាចាប់កម្ដៅនិងឧបករណ៍ឡើងភ្នំសម្រាប់បេសកកម្មពិសេសដូចគ្នាដែរបងប្អូនទាំងអស់នេះគឺជាគ្រឿងមួយចំនួនដែលថៃប្រើប្រាស់ដើម្បីការពារខ្លួនពីក្បាលដល់ចុងជើងរបស់ពួកគេនឹងបានប្រាប់ក្នុងវីដេអូមួយនេះរួចទៅហើយតែបងប្អូនគិតយ៉ាងណាដែរអំពីរឿងរ៉ាវមួយនេះអាច comment ឬក៏ share នៅវីដេអូមួយនេះបានសូមអរគុណសម្រាប់ការទស្សនានិងការយកឃើញរបស់បងប្អូនទាំងអស់គ្នាសូម share នៅវីដេអូមួយនេះមកទស្សនាក្នុង YouTube សូមចុច subscribe នៅ YouTube channel របស់ខ្ញុំផងដើម្បីបានវីដេអូថ្មីនៅពេលក្រោយសូមអរគុណច្រើនសូមស្ដាប់អរគ្រប់ក្រុមគ្រួសារសូមអរគុណសូមជម្រាបលា